សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែកម្លែកអំពីចំណេះដឹងឬក៏មេរៀនមួយចំនួនតាក់ទងជាមួយនឹង biochemistry ដោយសារកូនសិស្ស mostly គាត់និយាយថា biochemistry វាពិបាកអញ្ចឹងខ្ញុំអាចគិតថាវាអាចជួយមួយផ្នែកដល់ពួកគាត់បាននៅក្នុងនិស្សិតវិទ្យាសាស្ត្រ biochemistry គឺសំខាន់ដោយសារតែពួកគាត់នឹងយកទៅប្រើនៅក្នុងគ្រឹះសម្រាប់វិទ្យាសាស្ត្រដូចជាដឹងអំពីជំងឺតាក់ទងមួយ metabolism មួយចំនួនហើយក៏ជាគ្រឹះមួយសម្រាប់ទៅរៀននៅមុខវិជ្ជា physiology ដែរbiochemistry នៅក្នុងសម្រាប់និស្សិតវិទ្យាសាស្ត្រដំបូងគឺយើង focus ទៅលើ carbohydrate អញ្ចឹងតើយើងដំបូងយើងត្រូវយល់ពាក្យថាតើ carbohydrate ហ្នឹងវាមានន័យថាម៉េចវាមកពីពាក្យអីគេអញ្ចឹងនៅក្នុង carbohydrate ហ្នឹងវាមកពីពាក្យពីរគឺពាក្យថា carbon ហើយនិងពាក្យថា hydrate អញ្ចឹងcarbon ហ្នឹងគឺមកពីពាក្យ carbon ហើយ hydrate ហ្នឹងមកពីពាក្យថា water មានន័យថាទឹកអញ្ចឹងអត្ថន័យពេញរបស់វាគឺជា hydrate of carbon អញ្ចឹងបានមានន័យថា molecule នេះគឺផ្គុំឡើងអំពី carbon ជាមួយនឹង molecule ទឹកប៉ុន្តែបើធៀបពិតទៅវាអត់មានតាក់ទងអីជាមួយ molecule ទឹកទេគឺគេចង់សំដៅទៅលើថា carbohydrate គឺបង្កឡើងអំពី3សមាសធាតុគឺសមាសធាតុ carbon សមាសធាតុ hydrogen ហើយនិងសមាសធាតុ oxygen ប៉ុណ្្នឹងឯងអូខេអញ្ចឹងនៅក្នុងមេរៀនហ្នឹងយើងចែកជាsimple carbohydrate ជាមួយនឹង complex carbohydrate អញ្ចឹងនៅក្នុងមេរៀន simple carbohydrate យើងចែកចេញក្នុង simple carbohydrate ហ្នឹងនិយាយអំពី monosaccharide ដែលពាក្យថា mono នេះមានន័យថា mono នេះមានន័យថាមួយហើយ saccharide នេះមានន័យថា sugar អញ្ចឹង mono នេះមានន័យថាមួយហើយនេះគឺមានន័យថាsugar sugar sorry អ្នកទាំងអស់គ្នាអក្សរខ្ញុំសរសេរអត់ដែលស្អាតទេតាំងពីទូចមកអញ្ចឹងនៅក្នុង carbohydrate monosaccharide ហ្នឹងគឺមានរូបមន្តទូទៅគឺយើងនិយាយថារូបមន្តទូទៅដើម្បីងាយចាំគឺ hydrate of carbon គឺមានហៅ water ជាមួយនឹង carbon អញ្ចឹងរូបមន្តទូទៅរបស់វាគឺ CN water N អូខេអញ្ចឹងឬក៏នៅក្នុងនេះគេនិយាយថានេះគេនិយាយថា CH ទឹក H អូខេជាងនៅក្នុងឧទាហរណ៍មួយចំនួនតាក់ទងជាមួយនឹង molecule នៅក្នុង monosaccharide មានថាស្ករតែមួយយើងមានដូចជាពពុះ glucose fructose ribose galactose glyceraldehyde អញ្ចឹងនៅក្នុងហ្នឹងពពុះមើលថានៅក្នុងនេះមាន glucose fructose គឺ C6H12O6 ដូចគ្នាប៉ុន្តែហេតុអីក៏វាមានឈ្មោះខុសគ្នាអញ្ចឹងបន្តទៀតយើងនឹងស្វែងយល់លម្អិតអំពីវាតើហេតុអីបានជាវាមានកាបូនចំនួនកាបូនដូចគ្នាប៉ុន្តែវាមានឈ្មោះខុសគ្នាអញ្ចឹងបើសិនជាយើងអនុវត្តទៅលើរូបមន្តដុលរបស់យើងគឺ CN water N អញ្ចឹងបើសិនជាយើងដាក់នេះ6 C6 អញ្ចឹង water នេះក៏6ដែរយើងបំបែកមក6 6 2ដង12ហើយ O 6អញ្ចឹងរូបមន្តដុលរបស់យើងគឺចេញមកពីបែបហ្នឹងអូខេចូលទៅហៅបើយើងចង់និយាយអំពី ribose គឺស្ករដែលមានចំនួនកាបូន5យើងនិយាយថា CN អូខេ water N អញ្ចឹងវានាំឲ្យ C5 water 5វាស្មើនឹង C5 អានេះគុណ5ចូល H 10ហើយនឹង O 5អូខេនេះ